សួស្តីអតិថិជនតាកាកាហ្វេជាទីមេត្រីបាទថ្ងៃនេះខ្ញុំមកបង្ហាញអំពីបាទកាហ្វេមួយមុខដែលជាមនុស្សបាទដែលមានរសជាតិឈ្ងុយឆ្ងាញ់ដែលចង់បង្ហាញពុកម៉ែបងប្អូនបាទនេះគឺជាកាហ្វេដែលទៅតែកិនហើយចេញពីម៉ាស៊ីនកាហ្វេបងប្អូនមើលគ្រីម៉ាបាទខាប់ល្អមែនតែនបងប្អូនគួរឲ្យឈ្ងុយឆ្ងាញ់បាទនេះគឺដូងក្អូបបងប្អូនអញ្ចឹងកាហ្វេដែលខ្ញុំចង់មកបង្ហាញគឺកាហ្វេដូងក្អូបដែលធ្វើពីធម្មជាតិពីដូងក្អូបសុទ្ធពិតបងប្អូនអញ្ចឹងបងប្អូនដែលជាអតិថិជនរបស់តាកាកាហ្វេគឺមានទឹកដូងបាទក្រអូបពិតហើយនឹងកាហ្វេពីធម្មជាតិដែលយើងកិនដោយម៉ាស៊ីនកាហ្វេបងប្អូនដែលចង់ញ៉ាំកាហ្វេដូងក្អូបដែលធ្វើពីបាទដូងក្អូបពិតនឹងបាទកាហ្វេម៉ាស៊ីនគ្រាប់ពិតបែបនេះបងប្អូនអាចអញ្ជើញមកទេសនាមកញ៉ាំបាទផ្ទាល់នៅតាកាកាហ្វេបានអញ្ចឹងអាយឡាតេដូងក្អូបពិតជាមានរសជាតិបាទឈ្ងុយឆ្ងាញ់ជាប់មាត់បាទឈ្ងុយរសជាតិដូងពិតតែម្ដងបងប្អូនអញ្ចឹងมันមានអ្វីដែលចង់បង្ហាញឲ្យបងប្អូនបានឃើញជាក់ស្ដែងពិតបែបនេះយ៉ាងបងប្អូនណាដែលចង់ញ៉ាំបែបជាមនុស្សបាទពុំសូវបាទកាហ្វេចាស់ខ្លាំងនោះបាទអាចមកទទួលទាននៅកាហ្វេដូងក្អូបបែបនេះបានបងប្អូនអញ្ចឹងវាមិនធ្វើຕົកមិនឲ្យបាទឈឺក្បាលវិលមុខដោយសារកាហ្វេទេបងប្អូនដោយសារកាហ្វេដូងក្អូបនេះគឺបានលាយជាមួយនឹងទឹកដូងដែលមានរសជាតិបាទស្រាលបាទឈ្ងុយដូងពីធម្មជាតិតែម្ដងអញ្ចឹងអ្នកដែលញ៉ាំបែបនេះបាទគឺបាទជួយបើកម្លាំងមែនតើបងប្អូនជាពិសេសហ្នឹងគឺក្លិនដូងក្អូបពីធម្មជាតិតែម្ដងអញ្ចឹងបាទនេះឆ្ងាញ់បងប្អូនគេហៅថាកាហ្វេបាទអាយឡាតេដូងក្រអូបបងប្អូនជាតិបាទនៅពេលដែលបឺតហើយចង់បឺតទៀតអរគុណ